បាទឬអាគេថាកោះនារីមានទូកជិះអត់ដែរបានទៅសោះយប់មិញហ្នឹងនាំមិត្តភ័ក្តិគ្នា3នាក់ទៅលេងជាមួយនឹងកោះនារីហើយជិះទូកដើរលេងមាត់ទន្លេមាត់ស្ទឹងមាត់ព្រែកមាត់អីខាងនៅខាងមុខវាំងយើងហ្នឹងបាទគឺមានភាពសប្បាយមែនតើគឺផ្លាច់អារម្មណ៍ទាំងថាជិះទៅលើទូកនឹងខ្យល់បក់រវិចត្រជាក់មែនតើហ្មងហើយសបុតវិញគឺម្នាក់តែ5000ទេគឺយើងជិះបានរយៈពេលប្រហែល1ម៉ោងយើងជិះទៅដល់ត្រោយម្ខាងទៀតទៅដល់ខាងសុខាហើយយប់មិញមានអារម្មណ៍ថាវាមានភាពសប្បាយមានក្តីសុខមួយយ៉ាងដែលយើងអត់ធ្លាប់ជិះទូកពីខាងត្រោយកោះនារីទៅធ្លាប់ជិះដែរយើងធ្លាប់ជិះនៅខាងមុខវាំងធ្លាប់ជិះអីចឹងណាតែឥឡូវយើងជិះខាងពីកោះនារីមកហើយឃើញបងប្អូនគាំទ្រក្នុងការជិះទូកកំសាន្តនៅខាងមាត់ទន្លេយើងច្រើនមែនតើពីកោះនារីហ្នឹងនិយាយពីថាមកទូកហ្នឹងគឺមនុស្សឡើងណែនតែនតាប់តែម្ដងគឺគាត់ជិះទូកនឹងកំសាន្តនៅពេលល្ងាចពេលរួចពីការងារចប់ពីការងារបំពេញការងារចប់អញ្ចឹងណាអញ្ចឹងចំណាយពេលវេលាសម្រាប់គ្រួសារមកដើរលេងឬក៏មិត្តភ័ក្តិជួបជុំជាមួយនឹងបងប្អូនញាតិមិត្តយើងអីចឹងណាហើយនៅលើទូកគេក៏មានជាមួយនឹងអាហារហូបចុកសម្រាប់ឲ្យបងប្អូនហូបដូចគ្នាផងដែរហើយផ្ទៃទឹកទន្លេយើងនោះគឺក៏ស្រស់ស្អាតហើយនាំជាមួយនឹងអ្នកដែលមាន Happy Birthday នេះពលឺមកលេងមកកំសាន្តអញ្ចឹងទៅបងប្អូនដែលអត់ដឹងថាទៅណាឬក៏ទៅដើរលេងកន្លែងណាគឺយើងអាចមកកំសាន្តលេងនៅខាងកោះនារីជិះទូកកំសាន្តអីចឹងទៅយើងជួបជុំជាមួយនឹងមិត្តភ័ក្តិបងប្អូនយើងដើរលេងទៅលើផ្ទៃទឹកមាត់ទន្លេខ្លះទៅនេះគឺការកំសាន្តរបស់ពួកយើងវាគឺអាចប្លែកម្យ៉ាងដែរអញ្ចឹងបងប្អូនដែលគួរតែចំណាយពេលខ្លះដើម្បីដើរលេងកំសាន្តស្គាល់ជាមួយនឹងទីកន្លែងមួយចំនួននៅក្នុងទីក្រុងភ្នំពេញរបស់យើងដើម្បីជួយគាំទ្រជាមួយនឹងអាជីវកម្មរបស់ប្រជាជនយើងដែលគាត់បានបង្កើតឡើងសម្រាប់ភ្ញៀវជាតិភ្ញៀវអន្តរជាតិមកលេងមកកំសាន្តអញ្ចឹងណាមុននឹងយើងយកលុយយកទៅចាយក្រៅប្រទេសក៏យើងត្រូវចាយនៅក្នុងប្រទេសរបស់យើងឲ្យបានច្រើនកន្លែងឲ្យបានច្រើនទីតាំងដែលជាទីតាំងសំខាន់ឬក៏កន្លែងដែលយើងមិនធ្លាប់ទៅតែយើងចាយលុយតិចមែនតើហើយយើងអាចបានជាមួយនឹងភាពសប្បាយចិត្តរីករាយចេញពីខាងក្នុងចិត្តរបស់យើងតែម្ដងវាអាចជួយបំពេញសេចក្តីសុខឲ្យយើងផ្នែកម្យ៉ាងដែលវាមានភាពក្តីសុខដែលយើងបង្ហាញថាវាស្ងប់ចិត្តរបស់យើងដែរយើងបានស្គាល់ទីតាំងទីនោះហើយថ្ងៃហ្នឹងគឺនាំជាមួយនឹងមិត្តភ័ក្តិដូចជាពលឺនិងភក្តីមកលេងមកកំសាន្តតាមផ្ទៃទឹកអញ្ចឹងយើងថតយកទេសភាពពីផ្ទៃទឹកយើងទៅឃើញមានអាគារស្រស់ស្អាតនៅក្នុងប្រទេសរបស់យើងនៅខាងកោះពេជ្រកោះនារីហ្នឹងគឺឃើញអាគារស្អាតមែនទែនដែលយើងថតពីផ្ទៃទឹកហ្នឹងគឺវាមើលទៅវាមិនចាញ់ជាមួយនឹងប្រទេសដទៃប៉ុន្មាននោះទេហើយយើងចាយលុយជិះទូកនេះគឺយើងដូចនិយាយពីដើមអញ្ចឹងគឺត្រឹមតែ5000រៀលគឺយើងអាចជិះបានរហូតដល់ខ្ទង់7ម៉ោងអីហើយបានមើលផ្ទៃទឹកបែបហ្នឹងគឺវាមានភាពអាចនិយាយបានថាវាអាច relax ជាមួយនឹងពេលវេលាហ្នឹងក្នុងរយៈពេល1ម៉ោងយើងអត់សូវគិតអីច្រើនយើងអាចនិយាយរឿងក្នុងចិត្តរបស់យើងប្រាប់មិត្តភ័ក្តិរបស់យើងហើយគេក៏អាចនិយាយទៅរឿងក្នុងចិត្តរបស់គេប្រាប់យើងបាននៅរឿងរ៉ាវទាំងឡាយដែលយើងកើតជាប្រចាំថ្ងៃប្រចាំខែឬក៏រឿងជីវិតឬក៏រឿងដែលយើងជួបដែលយើងខានជួបគ្នាយូរក៏យើងអាចពិភាក្សាគ្នាថាយើងត្រូវធ្វើអីឬក៏ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរហើយកាន់តែរីកចម្រើនហើយវាជាការប៉ុណ្ណានៅពេលដែលយើងបាន relax បន្តិចយើងចំណាយពេលវេលាគឺអត់ឆ្ងាយយើងមិនចុះទៅតាមខេត្តអីគេគឺនៅភ្នំពេញរបស់យើងគឺមានទូកមានអីជិះចឹងទៅគឺយើងមានអារម្មណ៍មួយថាវាមានភាពសប្បាយពីខាងក្នុងដែលយើងទើបតែគិតទៅជួបអញ្ចឹងណាហើយនៅកោះនារីហ្នឹងក៏វាមានជាមួយនឹងអាហារហូបចុកច្រើនមែនតើហើយយើងអាចទិញអាហារនៅទីនោះទៅហូបនៅនឹងតែម្ដងឃើញថាបងប្អូនរបស់យើងទៅលេងនៅខាងកោះនារីហ្នឹងក៏ច្រើនផងដែរហើយយើងមានអ៊ំម្នាក់ក៏លក់ជាមួយនឹងនំបញ្ចុករបស់គាត់ឆ្ងាញ់គឺបងប្អូនអាចទៅជាវទៅលេងនៅខាងកោះនារីអាចជួយទិញគាត់បាននេះគឺជានំបញ្ចុកដែលគាត់ធ្វើដោយស្នាដៃរបស់គាត់ហើយមួយចានក៏អត់ថ្លៃប៉ុន្មានដែរគឺ6000 7000 8000ហ្នឹងឯង